អ្នកគាំទ្រខ្លោចចិត្តអាណិតលោកសេងមង្គលពេលឃើញវីដេអូស្ដែងលោករងរបួសក្បាលក្នុងការប្រកួតបាល់ទាត់ជាមួយនឹងថៃនៅកាលពីថ្ងៃទី8ខែមីនាឆ្នាំ2025កន្លងទៅកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរជាតិអបអរសាទរខូបអនុស្សាវរីយ៍លើកទី35នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជានិងថៃដោយរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកក្នុងនោះដែរការប្រកួតមិត្តភាពនេះគឺមានការប្រកួតរវាងក្រុមបាល់ទាត់គុនខ្មែរជាមួយនឹងក្រុមបាល់ទាត់មួយថៃនិងក្រុមបាល់ទាត់តារាកម្ពុជាប៉ះជាមួយនឹងក្រុមបាល់ទាត់តារាថៃដល់ឡែកងាកមកការប្រកួតរវាងក្រុមបាល់ទាត់កម្ពុជាជាមួយនឹងក្រុមបាល់ទាត់តារាថៃបានធ្វើឲ្យអ្នកទស្សនាជាពិសេសអ្នកគាំទ្រតារាសម្ដែងលោកសេងមង្គលស្លុតចិត្តអាណិតគណៈការប្រកួតបានប៉ះទង្គិចគ្នានឹងកីឡាកររបស់ថៃដោយរងរបួសក្បាលឈាមហូរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមក្នុងនោះដែរក្រោយឃើញលោកសេងមង្គលរងរបួសឈាមស្រោចលើក្បាលនោះអ្នកគាំទ្រមានក្តីបារម្ភចំពោះតារាសម្ដែងរូបនេះជាខ្លាំងយ៉ាងណាមិញក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសេងមង្គលក៏បានបង្ហោះសារអរគុណទៅដល់អ្នកគាំទ្រផងដែរដោយក្នុងនោះលោកបានរៀបរាប់ថាអរគុណបងប្អូនទាំងអស់គ្នាចំពោះការបារម្ភតែយ៉ាងណាស្ថានភាពរបស់លោកពេលនេះគឺបានធូរស្រាលហើយក្រោយពីក្រុមគ្រូពេទ្យបានធ្វើការបិទរបួសក៏ដូចជាដេរមុខរបួសឲ្យលោកផងនោះបាទចំពោះអត្ថបទព័ត៌មាននេះដែរសូមចាប់តែប៉ុណ្ណេះឥឡូវយើងងាកមកចាប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានថ្មីមួយទៀតដែលនិយាយអំពីសវត្ថិធារិកានិងស្វាមីប្រកាសដំណឹងល្អក្រោយពីរៀបការបានជាង1ឆ្នាំអររយៈពេលជាង1ឆ្នាំហើយដែលតារាចម្រៀងស្រីសវត្ថិធារិកានិងស្វាមីបានរៀបការក្លាយជាគូស្វាមីភរិយាស្របច្បាប់និងតាមប្រពៃណីដោយមានការរៀបចំអាពាហ៍ពិពាហ៍យ៉ាងអធិកអធមនៅដើមឆ្នាំ2024កន្លងទៅក្រោយរៀបការរួចសវត្ថិធារិកានិងស្វាមីបានចាប់ដៃគ្នាកសាងសុភមង្គលយ៉ាងមានក្តីសុខហើយជាស្ដែងឲ្យឃើញនៅក្តីសុខក្នុងឈ្មោះជាប្តីប្រពន្ធយ៉ាងផ្អែមល្ហែមដឹកដៃគ្នាធ្វើដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេសធ្វើឲ្យអ្នកគាំទ្រសរសើរនិងច្រណែនពីក្តីសុខរបស់អ្នកទាំងពីរជាខ្លាំងយ៉ាងណាមិញក្រោយពីចំណាយពេលរួមរស់ក្នុងជីវិតជាប្តីប្រពន្ធមួយឆ្នាំនេះសវត្ថិធារិកានិងស្វាមីបានសម្រេចបំណងដោយទទួលបានទាយាទកូនប្រុសហើយដែលថ្មីនេះបានឃើញអ្នកទាំងពីរប្រកាសដំណឹងល្អដល់រំភើបឲ្យដឹងថាតារាចម្រៀងស្រីរូបនេះកំពុងពពុះកូនដំបូងជាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរហើយក្នុងនោះសវត្ថិធារិកាបានរៀបរាប់ថាថ្ងៃដែលទន្ទឹងរង់ចាំពួកយើងបានទទួលកាដូដែលក្រុមគ្រួសារទាំងមូលរង់ចាំហើយក្នុងឱកាសនេះនាងខ្ញុំនិងស្វាមីចង់ចែករំលែកដំណឹងល្អនេះដល់ពុកម៉ែបងប្អូនឲ្យបានទទួលនៅអារម្មណ៍ដ៏រំភើបជាមួយគ្នាផងដែរ